សមត្ថកិច្ចស្រុកសំពើលូនបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ2នាក់ដកហូតវត្ថុតាងមួយចំនួនកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពើលូនបានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រនិងបានបង្ក្រាបករណីជួញដូរព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យប្រុស2នាក់រួមនឹងវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី20 ខែសីហាឆ្នាំ 2026 នៅចំណុចក្រុមទី10ភូមិអូស្ងាត់ឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបងយោងតាមរបាយការណ៍របស់លោកវរៈស្នេហ៍តូទឹមវិឆ័យអធិការនគរបាលស្រុកសំពើលូនបានឲ្យដឹងថាជនសង្ស័យទាំង2នាក់ដែលត្រូវឃាត់ខ្លួនរួមមាន1ឈ្មោះមានធីភេទប្រុសអាយុ29ឆ្នាំរស់នៅភូមិអូស្ងាត់ឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបង2ឈ្មោះស៊ីមសល់ភេទប្រុសអាយុ38ឆ្នាំរស់នៅភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបងនៅក្នុងការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាក្នុងថង់ផ្លាស្ទិកមួយថង់និងក្នុងតូយ៉ូចំនួន9កំណាត់សង្ស័យជាសារធាតុញៀនថង់សម្រាប់ច្រករំលែកគ្រឿងញៀនលក់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនក្នុងនោះមានទូរស័ព្ទដៃចាស់មួយគ្រឿងម៉ូតូមួយគ្រឿងម៉ាក Honda Photo ពណ៌ខ្មៅស៊េរីឆ្នាំ2019លេខតួលេខម៉ាស៊ីន GC7 GE 043 2115គ្មានផ្លាកលេខបច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពើលូនកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់